ហើយអ្វីបានជាលោកគ្រូអ្នកគ្រូគួរតែប្រើប្រាស់ប្រព័ន្ធ Digital សម្រាប់ធ្វើការគ្រប់គ្រងទៅលើមន្ទីរពេទ្យទាំងមូលនេះជាហេតុផលតូចៗដែលខ្ញុំនឹងបង្ហាញហេតុអ្វីបានលោកគ្រូអ្នកគ្រូគួរតែប្រើប្រាស់ប្រព័ន្ធ Digital សម្រាប់ធ្វើការគ្រប់គ្រងទៅលើមន្ទីរពេទ្យដោយយើងបកបិទថ្នាំនេះជាដើមបើករណីលោកគ្រូអត់ប្រើប្រាស់ប្រព័ន្ធ System សម្រាប់ធ្វើការគ្រប់គ្រងទេទី1គឺលោកគ្រូត្រូវការចំណាយពេលសរសេរកត់នៅលើសម្បកថ្នាំនេះទី2គឺលោកគ្រូត្រូវឲ្យអ្នកជំងឺរងចាំយូរទី3គឺខាត់ពេលវេលានៅក្នុងការសរសេរកតាឬក៏សរសេរតាក់ទងជាមួយនឹងថ្នាំនៅលើនេះដើម្បីឲ្យអ្នកជំងឺប៉ុន្តែនៅពេលដែលលោកគ្រូបានប្រើប្រាស់ប្រព័ន្ធ System ពេទ្យយើងគឺលោកគ្រូគ្រាន់តែបកបិទតាក់ទងជាមួយនឹងក្រាស់ speaker នេះមកបិទទៅលើថ្នាំនោះគឺលោកគ្រូចំណាយពេលតិចអូខេខ្ញុំបកបិទឲ្យមើលអូខេអញ្ចឹងនៅពេលដែលលោកគ្រូបកបិទបែបនេះគឺបកលឲ្យអ្នកជំងឺគឺមានភាពលឿនរហ័សមិនចំណាយពេលយូរទេហើយទី2នោះគឺលោកគ្រូមានសុវត្ថិភាពមានសុវត្ថិភាពបែបម៉េចគឺដាក់ថ្នាំតាក់ទងជាមួយនឹងការ generate ថ្នាំអីគឺវាមាន list ចេញមកពី system តែម្ដងអញ្ចឹងមានភាពងាយស្រួលមែនទែនច្បាស់លាស់សុវត្ថិភាពហើយអក្សរនៅក្នុង speaker នេះគឺច្បាស់តែម្ដងអញ្ចឹងអត់មានការភ័ន្តច្រឡំតាក់ទងជាមួយនឹងការលេបថ្នាំរបស់អ្នកជំងឺទេហើយអ្វីដែលកាន់តែពិសេសនោះពេទ្យយើងគឺមានម៉ាស៊ីនតាក់ទងជាមួយនឹង sticker សម្រាប់ធ្វើការ print តាក់ទងជាមួយ speaker នេះដើម្បីបកបិទលើថ្នាំរបស់អ្នកជំងឺហើយមួយវិញទៀតក៏យើងមានតាក់ទងជាមួយទំហំ size sticker ដូចគ្នាដែរបើករណីលោកគ្រូមានជាតម្រូវការអីគឺខាងពេទ្យយើងមានណាហើយបើសិនបើលោកគ្រូចង់ដឹងព័ត៌មានលម្អិតឬក៏ចង់ដឹងតាក់ទងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធ system ពេទ្យយើងបន្ថែមទៀតនោះអាចធ្វើការទំនាក់ទំនងមកសហការីយើងខាងក្រោមនេះបាន